ភពអក្សរសិល្ប៍របស់យើងមានពីរទីមួយគឺអក្សរសិល្ប៍ផ្ទាល់មាត់ពីដើមក៏ហៅអក្សរសិល្ប៍ផ្ទាល់មាត់ក៏រឿងព្រេងលោកលីធឹមតេក៏ហៅអក្សរសិល្ប៍រឿងព្រេងលោកលៀងហាប់អានក៏ហៅថាអក្សរសិល្ប៍ប្រជាជនលោកហ៊ុនកំសៀក៏ថាអក្សរសិល្ប៍បតិកិរិយាពាក្យថាអក្សរសិល្ប៍ប្រជាប្រិយនេះទើបតែបង្កើតមាននៅក្នុងឆ្នាំ1979ទេដោយជំនាញការវៀតណាមនឹងជួយបង្កើតឲ្យហៅថា literature popular នឹងប្រែពីបារាំងមកអក្សរសិល្ប៍ប្រជាប្រិយពីដើមយើងហៅថាអក្សរសិល្ប៍រឿងព្រេងឬអក្សរសិល្ប៍ផ្ទាល់មាត់អានឹងជាប្រភេទអក្សរសិល្ប៍មួយដែលមានវ័យចំណាស់ណាស់បងមើលយើងដឹងប្រវត្តិយើងដោយសារអីដោយសាររឿងបថោងនាងនាគហ្នឹងឯងយើងដឹងប្រវត្តិភ្នំសំពៅដោយសារមានរឿងភ្នំសំពៅមានភ្នំរឿងទុំមាន់យើងមានរឿងនេះរឿងនោះទៅអារឿងទាំងអស់ហ្នឹងរឿងពេកទាំងអស់ហ្នឹងដែលបញ្ជាក់អំពីប្រវត្តិបញ្ជាក់អំពីទំនៀមទម្លាប់ប្រពៃណីរឿងមលូស្លាបញ្ជាក់អំពីទំនៀមទម្លាប់ប្រពៃណីរឿងអាប៉ាងមើលឃើញខ្មោចឃើញទេនឹងសិតតែជាវប្បធម៌មានតម្លៃបំផុតរបស់ប្រជាជាតិខ្មែរពីដើមមនុស្សពីដើមគេហៅថាឯកលក្ខណៈជាតិឯកៈនឹងមួយលក្ខណៈជាតិតែខ្ញុំសពថ្ងៃខ្ញុំប្រើពាក្យនឹងមុនគេហៅថាអត្តសញ្ញាណអត្តនឹងខ្លួនសញ្ញាណដែលនិយាយពីខ្លួនយើងតែបងអូនទៅមើលអានោះហើយបានបងអូនដឹងថាវប្បធម៌ខ្មែរនឹងមានតាំងពីណាមកហើយជីវិតរស់នៅរបស់សង្គមខ្មែរវាមិនតែខ្មែរប្រែប្រួលសង្គមទៅតាមតននឹងរបត់ប្រវត្តិសាស្ត្រពិភពលោកឬទេពេលនេះយើងមើលឃើញខ្មែរបានកត់ត្រាទុកទាំងអស់ហើយរឿងព្រេងទាំងឡាយមានប្រយោជន៍ណាស់សម្រាប់ប្រជាជាតិមួយមួយហើយមានប្រយោជន៍ណាស់ក្នុងការអប់រំមានប្រយោជន៍ណាស់ក្នុងការដែលរៀបចំនៅសិលធម៌នៅគុណធម៌នៅចរិយាសាស្ត្ររបស់មនុស្សបងមើលរឿងបរោះកំជិលមានប្រពន្ធគ្រប់លក្ខហើយនេះរឿងនោះមួយអស្ចារ្យមែនតើខ្មែរយើងឲ្យតម្លៃទៅលើមេដូច្នេះបានគេឲ្យតម្លៃលើស្ត្រីហ្នឹងណាអ្នកសិក្សាអំពី psychology ចិត្តសាស្ត្រគួរតែអានរឿងហ្នឹងបើខុសពីនាងហ្នឹងទេណារៀបការបានមួយថ្ងៃលែងអ្នកគ្នាហើយព្រោះបរោះខ្ជិលណាដីទៅស៊ីអត់ធ្វើអីទេប៉ុន្តែនាងមិនដែលស្ដីឲ្យហើយបរោះហ្នឹងណាសូម្បីតែស្ដាច់ក៏ប្រើអត់បានដែរបើចុងក្រោយបំផុតនាងអត់ប្រើឯងបរោះហ្នឹងព្រមតែកាប់ប្រៃធ្វើនឹងកលរណោះហើយព្យួរខ្សែបានឃើញនេះដោយសារនារីគ្រប់លក្ខណៈធ្វើឲ្យបរោះហ្នឹងខ្លាចទៅជាអ្នកមានបងទៅមើលរឿងមាយើងអស្ចារ្យមែនទែនអស្ចារ្យមែនត្រឹមតែបង្ហាញស្ត្រីជាធំក្នុងសង្គមគ្រួសារទេណាគេបានបង្ហាញតួអង្គស្ត្រីពីរស្រីខាលលក្ខនិងស្រីគ្រប់លក្ខឃើញប្រពន្ធមាយើងដំបងរូបស្អាតនៅក្មេងប៉ុន្តែជាស្រីខាលលក្ខមាយើងក្រីក្រលំបាកជាប់កពឹសនៅតាមកំពង់ផែហ្នឹងមកល្ងាចបានសំបន្ទុកដៃគាត់ហូបយកទៅជ្រក់អស់ហើយដល់បានប្រពន្ធនាយសំពៅនេះដូរគ្នាមកនេះឃើញនេះរូបកាយចោមលំពណ៌มันល្អទេប៉ុន្តែនាងម្ដងភ្លាមនាងចុកកជើជាប់បំផ្លែតពេញកាយកជើឃើញនេះបង្ហាញអំពីតម្លៃរបស់ស្ត្រីប៉ុន្តែក្នុងរឿងហ្នឹងមហាដែលយើងរកឃើញអានិយាយទៅតម្លៃនៃវប្បធម៌ខ្មែរគឺចាក់រឹសជ្រៅមែនទែនប៉ុន្តែខ្ញុំកម្រឃើញបងប្អូនឬអស់លោកអ្នកសិក្សាស្រាវជ្រាវយកមកវិភាគសូម្បីតែពាក្យបងឃើញប្រពន្ធមាយើងទៅដល់ផ្ទះប្រពន្ធថ្មីនេះណាដូរហើយណាទៅដល់ផ្ទះសួរប្តីគាត់ណាបងណាញាតព្រៀងលៀនបានអ្នកចិត្តខាងមិនមែនជាបងប្អូនតែញាតមិត្តអានឹងបងប្អូនពាក្យភាសាវាកត់នៅក្នុងរឿងហ្នឹងគឺនេះឲ្យអ្នកសិក្សាអត់បានយកគិតទេច្បាប់ក៏កត់ក្នុងរឿងហ្នឹងព្រះមហាក្សត្របានដាក់ទោសយកមាយើងទៅសម្លាប់ចោលទាំងយប់ហើយអ្នកយាមទ្វានេះបានខាត់ឲ្យនិទានរឿងមួយទ្វាទិសកើតនិទានរឿងមួយទ្វាទិសកាត់ត្បូងនិទានរឿងមួយទ្វាទិសខាងលិចនិទានមួយទ្វាទិសខាងជើងនិទានរឿងមួយចុងបញ្ចប់ដល់ម៉ោងស្ដេចដឹងរឿងថាមាយើងមិនបានទៅមើលងារអគ្គមហេសីណាជួយជីវិតអញ្ចឹងហៅមាយើងមកវិញគេនេះអានេះជាកតិច្បាប់ល្អណាស់អញ្ចឹងហើយបានជាអ្នករៀនច្បាប់ដែលល្បីនៅលើโลกហ្នឹងគេអត់ដែលចោលរឿងព្រេងស្នាដៃអក្សរសិល្ប៍ទេបងប្អូនមើលរឿងមហារសីប្រោះខ្លារឿងកពើនិងអ្នកបរតេសគេនេះសរសើរកាត់សេចក្តីមិនជាកតិនៃការកាត់សេចក្តីច្បាប់ខ្មែរពីបុរាណរឿងនេះវាអស្ចារ្យអានឹងប្រភេទមួយផ្នែកដែលរឿងព្រេងពីដើមហៅរឿងព្រេងឥឡូវយើងហៅអក្សរសិល្ប៍វិទ្យាប្រៃផ្នែកមួយនៃដំណាលកថាវិទ្យាប្រៃដំណាលកថាវិទ្យាប្រៃមាន3មានទេវកថាព្រេងកថានិងនិទានកថាទេវកថានោះវាកើតដំណើរគ្នានឹងមនុស្សរស់នៅលើផែនដីហ្នឹង
មនុស្សអត់តន់យល់ពីបាតុភូតធម្មជាតិអត់តន់យល់ទាំងអស់មនុស្សយកអតិទេពមកបញ្យល់រឿងហ្នឹងអ្នកតាទឹកអ្នកតាភ្នំកូនចៅគាត់ចេះសួរលោកតាទឹកមកពីណាគាត់មិនដឹងមានអីបញ្យល់គាត់បញ្យល់ថាមានអតិទេពមួយដែលចេះបកកែតំណែងខ្លួនជាទឹកឲ្យលេខភូមិទឹកចុះភ្នំមកពីណាអតិទេពមួយទៀតតំណែងខ្លួនទៅជាភ្នំឲ្យចៅតាយាយនេះទៅចូលគាត់យកទេវៈមកបញ្យល់ស្រុកគេមានដូចគ្នាតែដល់ខ្ញុំសិក្សាស្រាវជ្រាវប្រហែលជា20ឆ្នាំចុងក្រោយនេះណាខ្ញុំដាក់ចិត្តទៅខាងហ្នឹងបាទខ្ញុំឃើញថាអូប្រភេទទេវកថាយើងតិចណាស់ហើយបើយើងនិយាយពីតម្លៃសឹងតែគ្មានទេយើងខំប្រឹងជ្រែកខំប្រឹងពូតផ្ដុំខំប្រឹងកកាយតែបើយើងធៀបទៅទេវកថាឥណ្ឌាទេវកថាក្រិចទេវកថាអេស៊ីបទេវកថាពេកអស្ចារ្យគេបានរៀបចំឋានានុក្រមអាទិទេពអតិទេពរក្សាសមុទ្រអតិទេពរក្សាភ្នំអតិទេពរក្សាពាក្យបណ្ដឹងអតិទេពរក្សាស្នាដូចជាអង្គរចនាសម្ព័ន្ធសង្គមមួយសប្តាហ៍អញ្ចឹងបងឃើញអញ្ចឹងបើផ្នែកអសរសិល្ប៍នេះបង្ហាញឲ្យឃើញថាគេវិស៊ីវិល័យជាងយើងអត់មានទេអាហ្នឹងយើងមើលទេវកថាគឺសម័យកាលពីបុព្វកាលចុះយើងមើលព្រេងកថាគឺសម័យបុរាណហើយនិយាយពីទីតាំងវត្តសាស្ត្រតួអង្គវត្តសាស្ត្រយកលក្ខណៈសម្គាល់វាងាយយល់ណាចឹងកណាសិក្សាពីព្រេងកថាដែលពាក្យថ្មីគេប្រើនេះបើពីមុនមកគេប្រើតែរឿងព្រេងមួយសម្គាល់រឿងភូមិស្រុករឿងប្រវត្តិមនុស្សប្រវត្តិសត្វវត្តអីហ្នឹងវាតាក់ទងដល់អត្តសញ្ញាណវាតាក់ទងដល់ទំនៀមទម្លាប់ប្រពៃណីចុះរឿងនិទានកថាវាតាក់ទងដល់ការអប់រំអំពីសិលធម៌អំពីជីវភាពរស់នៅអំពីច្បាប់អំពីអីសពបែបយ៉ាងក្នុងនោះត្រូវរស់នៅរបៀបម៉េចត្រូវប្រយ័ត្នរបៀបម៉េចបានអាចរស់នៅបានអូនមើលបរោះពីរនាក់នៅផ្ទះក្បែរគ្នាបរោះពីរនាក់ទៅដាក់អន្ទាក់ជាមួយគ្នាអានឹងរឿងនិទានកថារឿងធ្វើមិនដូចរឿងជាងកត់សក់ដៃឯងនេះគឺរឿងល្អដែលយើងអត់បានយកមកសិក្សាទាំងអស់នឹងជាដំណើរជីវិតនៃមនុស្សខ្មែរតាំងពីបុព្វកាលតរហូតដល់បច្ចុប្បន្ននេះ